ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំគឹមហួយខ្ញុំគឹមហេងហើយដល់បងធ្លាប់តែឃើញវីដេអូផ្សព្វផ្សាយជាមួយនឹងការលក់ផ្ទះនៅបរិយារបស់យើងអញ្ចឹងថ្ងៃនេះមកយើងប្លែកដែលយើងមកទៅចែកគ្នាថាហេតុអីបងដែលមានអាយុច្រើនគួរតែមានផ្ទះផ្ទាល់ខ្លួនក្នុងការស្នាក់នៅហ្នឹងហើយជារួមទៅពួកគាត់អ្នកដែលអាយុរៀងច្រើនអានេះតាមបងគិតទេណាជាក់ស្ដែងហ្មងបងគិតថាខ្ទង់វ័យចន្លោះពី20ក្រាស់ទៅ30ជាងគួរណាតែពួកគាត់មានផ្ទះរស់នៅផ្ទាល់ខ្លួនព្រោះដោយសារអីវ័យ30ជាងឡើងទៅគឺចាប់ផ្ដើមមានគ្រួសារចាប់ផ្ដើមមានការងារធ្វើពួកគាត់អាចរកស៊ីឬក៏អាចនឹងមានលុយខ្លះដើម្បីគួរណាតែទិញផ្ទះឈប់ផ្អាកនៅផ្ទះជួលអីអញ្ចឹងណាព្រោះដោយសារបងមើលទៅការនៅផ្ទះជួលមើលទៅក៏វារៀងពិបាកយ៉ាប់ដែរហើយណាមួយយើងជ្រុលតែបង់ផ្ទះជួលដែរបើយើងមកមើលផ្ទះយើងមានផ្ទះផ្ទាល់ខ្លួនយើងបង់ផ្ទះផ្ទាល់ខ្លួនហ្នឹងមិនល្អជាងតាមពិតទៅគំនិតហ្នឹងណាបើសិនជាខ្ញុំក៏ចង់បានដែរផ្ទះផ្ទាល់ខ្លួនប៉ុន្តែពេលខ្លះគាត់គិតទៅលើចំណូលចំណាយរបស់គាត់គិតទៅលើតម្លៃផ្ទះឬក៏គាត់គិតទៅលើថាសមត្ថភាពរបស់គាត់អាចរត់កើតអត់អញ្ចឹងមិនគាត់គិតថានៅផ្ទះជួលទៅពីមួយខែទៅមួយខែគាត់បង់ឲ្យគេនៅគាត់ច្បាច់គិតច្រើនរឿងគាត់ជពាក់គេអញ្ចឹងទៅអាហ្នឹងតាមគំនិតរបស់ខ្ញុំថាបើសិនជាខ្ញុំចាស់ទៅហើយខ្ញុំអត់មានតែលទ្ធភាពគ្រប់គ្រាន់ហេតុអីបានខ្ញុំត្រូវជ្រើសរើសនៅផ្ទះជួលអញ្ចឹងទៅហ្នឹងហើយប៉ុន្តែបងគួរតាងាកមកគិតត្រឡប់មួយទៀតក៏ត្រូវដែរដោយសារតើចេះពីមុនខ្ញុំក៏ជាអ្នកដែលធ្លាប់នៅបន្ទប់ជួលដែរមិនមែនត្រឹមផ្ទះជួលទេប៉ុន្តែយើងសុខចិត្តជួលច្រើនបន្ទប់ដោយសារតើយើងមានគ្រួសារចាស់ទៅម៉ាក់យើងមិនមានប្អូនហើយប្អូនធំទៅយើងមិនធំដែរអញ្ចឹងយើងត្រូវនៅផ្ទះរៀងខ្លួនអញ្ចឹងត្រូវជួលបន្ទប់ថែមដល់ពេលយើងគិតទៅលើការបូកចំណាយគឺច្រើនព្រោះដោយសារអីជួលបន្ទប់មួយយើងត្រូវចំណាយថាថ្លៃ100ហ្នឹងហើយថ្លៃជួលនៅទឹកនៅភ្លើងនៅអីទៀតទៅនៅយើងឡើងមកមួយទៀតអាហ្នឹងវាកាន់តែគុណ2ហើយអញ្ចឹងយើងសុខចិត្តគិតជំរើសហ្នឹងដល់ពេលហើយយើងឃើញគេផុសតាក់ទងជាមួយនឹងការបង់មលូផ្ទះហើយទៅយើងគិតមើលទៅលើចំណូលចំណាយរបស់យើងគិតថាបើសិនជាយើងយកមួយខែពីបន្ទប់200ជាងយើងមកបង់មលូផ្ទះយើងគិតថាចេះយូរទៅគឺយើងអាចសល់ផ្ទះដែរអញ្ចឹងបងខ្លះគាត់បារម្ភហ្នឹងចេះប្រចាំខែគាត់ទៅបានហើយសោះកក់មុនហ្នឹងហើយចៃមានចង់អីប្រាប់គាត់ថាតាក់ទងមួយការកក់មុនបរិយមិនពួកយល់ដែរបងមួយចំនួនដែលគាត់វ័យថា30ជាងសោះយើងនិយាយថាគាត់វ័យ30ទៅ40ចុះគាត់អត់ទាន់មានផ្ទះផ្ទាល់ខ្លួននៅទេដោយសារទី1គឺចំណូលចំណាយរបស់គាត់ហើយទី2គាត់ខ្លាចថាទិញផ្ទះទៅខ្លះអត់បានផ្ទះជារួមទៅយើងដឹងស្រាប់ហើយថាវាតែងតែមានមនុស្សល្អមនុស្សក្រក់អីហ្នឹងហើយកម្រងខ្លះបើយើងទិញពេលសាងសង់អីយ៉ាងទៅអាចនឹងថាខ្លាចគេបោកអីអញ្ចឹងណាយើងឲ្យលុយគេមុនហើយតែអត់ទាន់មានឃើញផ្ទះហ្នឹងវាអញ្ចឹងនិយាយទៅពាក្យច្រើនគឺជួបបែបហ្នឹងតាមពិតឥឡូវហ្នឹងមិនធំតាមានតែបរិយ ONC យើងឯងមានច្រើនបរិយមែនតើដែលគេបើកឱកាសឲ្យបងមានផ្ទះនៅក្នុងអាយុមួយដែលថាគួរសមពួកអីវ័យដល់30ជាងទៅ40គឺវ័យមួយដែលថាមានគ្រួសារប្រពន្ធកូនហើយពេលខ្លះអ្នកខ្លះទៀតមានដល់ចៅក៏មានដែរអញ្ចឹងគឺយើងអាចនៅទំនុំតូចបានទេអញ្ចឹងយើងត្រូវតែមានបន្ទប់ផ្ទាល់ខ្លួនបងជឿអត់ចុះបើខ្ញុំប្រាប់ថាຂະຫນាត់វីឡាតូនៅខាងក្រោយក្នុងខ្ញុំនេះជាប្រភេទຂະຫນាត់ដែលធំមានបន្ទប់គេងច្រើនជាប្រភេទផ្ទះដែលសល់ទីធ្លាធំទូលាយសម្រាប់សមាជិកគ្រួសារច្រើនរស់នៅហើយមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដោយគ្រាន់តែកក់មុន$6000បងអាចខ្លាចជាម្ចាស់ផ្ទះបានបងជឿអត់ហ្នឹងហើយហើយមួយទៀតបងមិនភ័យបារម្ភទេថាពួកយើងមកធ្វើអញ្ចឹងផ្សព្វផ្សាយអញ្ចឹងប្រអាប់អីបងអីអញ្ចឹងហ្នឹងយើងអត់ប្រអាប់ទេយើងគ្រាន់តែចង់ប្រាប់ថាឥឡូវហ្នឹងបងមិនចាំភ័យខ្លាចថាត្រូវមានលុយមុនអ្នកខ្លះគិតថាជាអូយមានផ្ទះធំតើត្រូវមានលុយច្រើនហ្នឹងហើយមានលុយច្រើនបានយើងអាចទិញផ្ទះបានប៉ុន្តែជាក់ស្ដែងឥឡូវនេះគឺអត់អីទេបងគម្រោងយើងនេះគឺល្អមែនតើនិយាយទៅគ្រប់គម្រោងហ្នឹងហើយមិនថាតែគម្រោងយើងមួយទេគម្រោងផ្សេងដូចខ្ញុំបានតាមដានព័ត៌មានឃើញគេកាប់ផ្សព្វផ្សាយអីក៏ល្អដែរគេមិនមែនថាមានតែបងដាច់ត្រូវទៅឲ្យលុយទាំងដុលទេគេមានការលុយចូលរួមមុនហើយគេអាចរំលោះអីផ្សេងទៀតគ្រាន់ថាចំណុចពិសេសនៅ ONC របស់យើងគឺអាចចូលរួមមុនតិចហ្នឹងហើយមួយទៀតបានផ្ទះធំហ្នឹងហើយបានផ្ទះធំបានទលាយហើយការបង់ប្រចាំខែការអីក៏ធូរដែរបងប្អូនហ្នឹងហើយស្លាប់តាអានេះនិយាយហ្មងតែ700ជាងអីទេហើយបងគិតមើលបើសិនជាយើងនៅសមាជិកគ្រួសារច្រើនម្នាក់តែ100ជាងក៏គ្រប់ដែរហើយសំខាន់បងបានផ្ទះធំក្នុងការរស់នៅទៀតហ្នឹងហើយសំណងវិញក៏នេះដែរអូនហ្នឹងហើយល្អហើយបងឲ្យថាតិចទិញទៅកំពុងកំឡុងពេលសាងសង់គេបោកឲ្យលុយគេឲ្យបោះចោលអត់ទេបងសើពីប្រវត្តិគម្រោងសិនបានព្រោះជាក់ស្ដែងគម្រោង ONC បើកមកយូរហើយហើយគម្រោងយើងកំពុងតែថតនេះក៏
គម្រោងទី5ដែរនិយាយទៅយើងបើកតាំងពីមក COVID ដំបូង Yes ហ្នឹងហើ Yes យ 2020 21ហ្នឹងឯងអត់ដែលមានបញ្ហាបងអាច search ពីប្រវត្តិគម្រោងបានអញ្ចឹងបើសិនជាបងស្ដាប់ពួកខ្ញុំជជែកគ្នាហើយបងមានចំណាប់អារម្មណ៍ថាចង់ផ្លាស់ប្ដូរពីការរស់នៅផ្ទះល្វែងមកនៅជាមួយនឹងខ្នាតវេឡាតូឬចាប់អារម្មណ៍ចង់បង់ម្លូផ្ទះបងប្អូនអាចធ្វើការចា comment សាកសួរឬមួយក៏បងអាចតំណតំណងតាមលេខទូរស័ព្ទបានចាក្រុមការងារយើងនឹងលំអិតក៏ដូចជាធ្វើជាទីប្រឹក្សាដ៏ល្អឲ្យបងហ្មងមិនថាផ្សព្វផ្សាយបងត្រូវតែមកទិញបរិយខ្ញុំទេប៉ុន្តែខ្ញុំចង់ឲ្យបងផ្លាស់ប្ដូរពីចិត្តគំនិតថាត្រូវតែនៅផ្ទះជួលអស់សង្ឃឹមអីព្រោះអីគ្មានលទ្ធភាពអត់ទេបងពេលខ្លះយើងអាចនឹងមើលរំលងសមត្ថភាពខ្លួនឯងចាអញ្ចឹងបងដែលគាត់ចាប់អារម្មណ៍គឺក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្នេះយើងចង់និយាយលើកទឹកចិត្តទៅបងដែលគាត់មានសមត្ថភាពហើយគាត់តែងតែមើលរំលងសមត្ថភាពខ្លួនឯងបងគួរតែផ្លាស់ប្ដូរគំនិតឲ្យមកនៅផ្ទះដែលជារបស់ខ្លួនឯងវិញជឿខ្ញុំបងអាចធ្វើបានអញ្ចឹងជាចុងក្រោយខ្ញុំគឹមហេងខ្ញុំគឹមហួងអរគុណបងមែនតើសម្រាប់ការច្នៃពេលមើលវីដេអូនេះពីដើមរហូតដល់ចប់ចាសង្ឃឹមថាបងនឹងមានចំណាប់អារម្មណ៍ឬមួយក៏បងអាចមកពិភាក្សាជាមួយនឹងខាងយើងបានចា